មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុចេញសេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការថែទាំជួសជុលសម្ភារៈនិងឧបករណ៍បច្ចេកទេសសម្រាប់ឆ្នាំ2025ជូនមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុសូមជម្រាបជូនដំណឹងដល់បណ្ដាក្រុមហ៊ុនសហគ្រាសគិតទាំងសហគ្រាសឯកតបុគ្គលទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថានៅមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុនឹងដាក់ឲ្យពិគ្រោះថ្លៃជាសាធារណៈដើម្បីថែទាំជួសជុលសម្ភារៈនិងឧបករណ៍បច្ចេកទេសសម្រាប់ឆ្នាំ2025មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុបានរៀបចំឯកសារសម្រាប់បណ្ដាក្រុមហ៊ុនសហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃនិងមានដាក់លក់នៅក្រុមលទ្ធកម្មមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុដែលមានអាសយដ្ឋាននៅភូមិ1សង្កាត់3ក្រុងព្រះសីហនុខេត្តព្រះសីហនុចាប់ពីថ្ងៃទី22ខែមេសាឆ្នាំ2025តទៅនៅរៀងរាល់ម៉ោងធ្វើការទូរស័ព្ទលេខ034 933 864កាលបរិច្ឆេទឈប់ទទួលសំណើពិគ្រោះថ្លៃនិងបើកសំណើពិគ្រោះថ្លៃនៅម៉ោង 10:30 នាទីព្រឹកថ្ងៃទី7ខែឧសភាឆ្នាំ2025ក្រុមហ៊ុនសហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នាឬមានប្រភពតែមួយអាចដាក់សំណើសុំពិគ្រោះថ្លៃបានតែមួយគត់ក្រុមហ៊ុនសហគ្រាសដែលមានបំណងចូលរួមពិគ្រោះថ្លៃសូមអញ្ជើញតាក់ទងជាមួយក្រុមលទ្ធកម្មដើម្បីទិញឯកសារពិគ្រោះថ្លៃនិងសាកសួរព័ត៌មានដែលតាក់ទងទៅនឹងការពិគ្រោះថ្លៃនេះ